ជំរាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំប្រាប់បងប្អូនពីរបៀបនៃការបង្កើត Telegram ដោយការបង់ប្រាក់ជាមួយនឹងក្រុមហ៊ុនផ្ទាល់តែម្ដងដោយបងប្អូនខ្លះគាត់បង្កើតជាមួយនឹងលេខទៅអត់បានវាទាមទារឲ្យយើងបង់ Premium ឲ្យទាមទារបំពេញ Gmail ទាមទារអីហ្នឹងបងប្អូនអរគ្នាអញ្ចឹងវាដំបូងបងប្អូនត្រូវមានលក្ខខណ្ឌ3ទី1បងប្អូនត្រូវមាន Apple ID ក៏ដូចជា password បងប្អូនត្រូវមានឬក៏បងប្អូនត្រូវបង្កើតហើយមិនអាចយកទៅបង្កើត Telegram បានទី2បងប្អូនត្រូវតែមាន Gmail បងប្អូនត្រូវបង្កើត Gmail មួយឲ្យបានហើយទី3បងប្អូនត្រូវតែដាក់ SIM ប្រភេទ SIM Smart ងាយស្រួលក្នុងការបង់ប្រាក់ជាង SIM ផ្សេងក៏អាចទិញបានដែរតែមានលក្ខខណ្ឌក្នុងការ add ក្នុងធនាគារយើងអត់ចង់ឲ្យមានញ៉ៃញ៉ាយជាមួយនឹងកងធនាគារនេះយើងធ្វើការទិញដោយប្រើប្រាស់ SIM Smart និងផ្ទេរបាញ់លុយចូលទៅ SIM Smart ដើម្បីធ្វើការទិញបន្ទាប់មកបងប្អូនធ្វើការផ្ដាច់ប្រព័ន្ធដែលយើងធ្លាប់ភ្ជាប់អូតូម៉ាទិកបើសិនជាបងប្អូនអត់ផ្ដាច់ប្រព័ន្ធដូរលុយអូតូម៉ាទិកទេក្រុមហ៊ុននឹងកាត់លុយឬក៏ក្រុមហ៊ុននឹងបដូរលុយអូតូម៉ាទិកអញ្ចឹងរបៀបនៃការផ្ដាច់គម្រោង1រៀលឬក៏1រៀលកន្លះបងប្អូនចុចតាមខ្ញុំមកកាយ1200ក្រុមជ្រូកបញ្ជូនកន្លែងនេះបងប្អូនត្រូវចុចពាក្យ reply រួចហើយបងប្អូនត្រូវវាយពាក្យថាលេខ1បងប្អូនយកពាក្យខាងលើនេះ reply ទៀតបងប្អូនមើលមួយមានចម្ងល់អីបងប្អូនអាចសួរបានបន្ទាប់មកបងប្អូនយកពាក្យ reply ទៀតបងប្អូនចុចលេខ2ឬបងប្អូនធ្វើការផ្ដាច់គម្រោងអញ្ចឹងគម្រោងបើសិនវាលោតសូន្យចេះអញ្ចឹងគម្រោងរបស់យើងផ្ដាច់បានហើយដល់ប៉ុណ្ណឹងមកបងប្អូនធ្វើការចេញមកវិញមកតោះឥឡូវបងប្អូនចាប់ដើមបាទវាយចូលទៅក្នុង Telegram របស់យើងមករួចហើយបងប្អូនធ្វើការចុច start រួចបងប្អូនធ្វើការវាលេខទូរស័ព្ទរបស់យើងចូលមកបងប្អូនប្រើប្រព័ន្ធអីបងប្អូនវាយប្រព័ន្ធនឹងចូលមកបាទបងប្អូនធ្វើការចាំបន្តិចវីដេអូនេះរៀងយូរបន្តិចខ្ញុំនឹងមានពាក្យ2ឲ្យបងប្អូន7059 0507ឬបងប្អូនចុចពាក្យថា continue បងប្អូនធ្វើការរងចាំបន្តិចកន្លែងនេះឈានដល់ដំណាក់កាលនៃការបង់ប្រាក់អញ្ចឹងបងប្អូនត្រូវវាយ user Gmail កន្លែងនេះវាឲ្យយើងដាក់ Gmail បងប្អូនធ្វើការវាយ Gmail ចូលមកនេះសម្រាប់វាចូលមក631 slash @gmail.com បងប្អូនវាត្រូវ Gmail ចឹងមកបន្ទាប់មកបងប្អូនចុចពាក្យថាបញ្ជូនតមកឲ្យក្រុមហ៊ុន Gmail នឹងផ្ញើ OTP ទៅកាន់ Gmail តតែមកបងប្អូនចាំតិចបាទនេះគេផ្ញើមកហើយចឹងបងប្អូនធ្វើការវាលេខនឹងចូល160623បាទអញ្ចឹងកន្លែងនេះបងប្អូនធ្វើការ sign up for បាទបងប្អូនត្រូវបំពេញអាហ្នឹងហើយបងប្អូនយក sign up ទៅបើក payment កងធនាគារទាំងអស់គ្នាបើក payment ភ្ជាប់ជាមួយនឹង payment របស់ទូរស័ព្ទ Apple ID បន្ទាប់មកនេះកន្លែងនេះគឺសំខាន់អញ្ចឹងបងប្អូនត្រូវតែវាយ password Apple ID អញ្ចឹងក្នុងការទិញ Telegram បងប្អូនត្រូវតែបំពេញនៅលក្ខខណ្ឌនេះអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូនត្រូវចុចពាក្យថា add payment មកបងប្អូនចុចពាក្យថា number នេះ like add payment បងប្អូនអរគ្នាបាទបន្តមកបងប្អូនវាពាក្យថា use this mobile number នេះចុចហ្នឹងមកតមកបងប្អូនបំពេញចេះបំពេញឲ្យមកបូកអីឈ្មោះអីចឹង strip តំបន់បងប្អូនណាបងប្អូនដាក់មក passcode បងប្អូនវាមកនៅណាអីកន្លែងនេះយើងសម្រាប់យកកម្ពុជាមក507អញ្ចឹងកន្លែងនេះលេខនេះដោយសារយើងធ្លាប់ទិញឲ្យគេលើកមុនហើយបងប្អូនធ្វើការដូរលេខវិញមកបងប្អូនដាក់លេខទូរស័ព្ទដែលយើងទៅបង្កើត Telegram មកលេខណា70 5905 70590507ស្អាតហើយឡើយហ្នឹងបងប្អូនចុចចឹងហើយធ្វើការបាញ់លុយទៅក្រុមហ៊ុនហើយមកបងប្អូននេះអានេះខ្ញុំបាន top up ទៅហើយគឺ top up 1រៀលបាញ់យើងដូចយើងបញ្ចូលកាតចឹងបងប្អូនតែយើងធ្វើការផ្ដាច់កម្រោងសិនបានអាចបាញ់ចឹងមិនចឹងទេក្រុមហ៊ុននឹងដូរលុយបងប្អូនអូតូម៉ាទិកបងប្អូនចូលពាក្យថាដានសិនមកបងប្អូនខាងចាំតិចអញ្ចឹង add payment ហ្នឹងគឺវា add ចឹងបងប្អូនវាយដាក់ចឹងមក strip ផ្លូវយើងនៅណាអញ្ចឹងដាក់មកយើងចាក់ដាក់ហ្នឹងគឺអាចបានដូចគ្នាបងប្អូនអរគ្នាត្រង់ចំណុចនេះបងប្អូនចាំតិចអានេះយើង set up ហើយបាទ set up ទៅហើយអញ្ចឹងក្រុមហ៊ុន Telegram នឹងតាក់ទងមកយើងហើយបងប្អូនចាំតិចអញ្ចឹងគេតាក់ទងមកហៅលេខកូដឲ្យយើងហើយបងប្អូនចាំតិច Your code is 1 5 6 7 7 4 បងប្អូនវាធ្វើការវាយមក174ដល់មកឡើយនេះបងប្អូនធ្វើការបំពេញឈ្មោះមកហើយមានលុបអាសារាវិញមកទៅមានសារាវិញដល់ជើងតមកបងប្អូនធ្វើការដាក់ឈ្មោះឲ្យដាក់មកនេះយើងជិះដល់ដំណាក់កាលនៃការបំពេញឈ្មោះក្នុង Telegram របស់យើងហ្នឹងមានទូរស័ព្ទនេះតើមានសោះខ្មែរទេយើងទៅដាក់សោះខ្មែរ
យើងក៏ដាក់សរខ្មែរអស់គ្នាព្រោះ iPhone យើងអាចដាក់ automatic បានបងប្អូនទៅដាក់សរខ្មែរអស់គ្នាចឹងវាមានអក្សរចិនមានអក្សរអីនេះបងប្អូនធ្វើការលុបចោលខ្លះមកពួកយើងអត់ចេះចិនចេះអារ៉ាប់ចេះអីទេអេតអក្សរតារត់អក្សរខ្មែរយើងហើយអង់គ្លេសមកយើងស្រួលប្រើបងប្អូនយកផ្នែកនេះមកហើយពួកក្រាបទៅបងកំពុងកំពុងយ៉ាងមកយើងបាន account បងប្អូនយ៉ាងមកយើងបាន account Telegram ដែលបង្កើតហើយចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនមានចម្ងល់អីបងប្អូនអាចសាកសួរបានបើម៉ៃអស់21123យ៉ាងមក Telegram យើងបង្កើតហើយចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូន